ចានប្រអប់ឡាពីហើយនឹងខ្ទឹមបារាំងចឹងយើងធ្វើម្សៅទាំងអស់គ្នាមកឥឡូវយើងធ្វើម្សៅរួចហើយចឹងយើងចាក់ខ្ទឹមបារាំងចូលឥឡូវយើងចាក់អញញៀនរីងចូលហើយអញយើងចាក់ខ្ទឹមបារាំងចូលរួចហើយចឹងយើងដាក់ខ្ទះហើយនឹងខ្លាញ់សិនឥឡូវអ្នកទាំងអស់គ្នាខ្លាញ់យើងក្តៅហើយយើងចាប់ផ្ដើមដាក់ខ្ទឹមបារាំងយើងចូល